សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើបងប្អូនយើងមានទម្លាប់ផឹកទឹកក្តៅអ៊ុនៗនៅពេលព្រឹកមុនបញ្ចប់ដើមថ្ងៃថ្មីដែរឬទេស្ដាប់ទៅវាសាមញ្ញណាស់ក៏ប៉ុន្តែទង្វើទាំងនេះគឺជាយុទ្ធនាការបើកដំណើរការប្រព័ន្ធមួយចំនួនក្នុងរាងកាយរបស់យើងចាប់ពីប្រព័ន្ធរំលាយអាហារទៅដល់អារម្មណ៍ស្រស់ស្រាយដើម្បីចាប់ដើមថ្ងៃថ្មីតើផលប្រយោជន៍នៃការហូបទឹកក្តៅអ៊ុនៗនៅពេលព្រឹកមានផលប្រយោជន៍យ៉ាងណាចំពោះសុខភាពតើចាប់ដើមដំណើរការស្វែងយល់ទាំងអស់គ្នាបងប្អូនណាតើហេតុអ្វីយើងត្រូវផឹកទឹកក្តៅអ៊ុនៗនៅពេលព្រឹកតើបងប្អូនយើងដឹងទេទឹកក្តៅគឺជាឱសថធម្មជាតិដែលជួយឲ្យរាងកាយរបស់យើងមានភាពទន់ភ្លន់នៅពេលដែលយើងហូបទឹកក្តៅអ៊ុនៗនៅពេលព្រឹករាងកាយរបស់យើងនឹងធ្វើឲ្យចរន្តឈាមដំណើរការយ៉ាងល្អក្រៅពីនឹងវាក៏ធ្វើឲ្យក្របព្រែទន់និងបង្កើនប្រសិទ្ធភាពក្នុងការបញ្ឆាប់ជាតិពុលក្នុងរាងកាយរបស់យើងនៅពេលដែលយើងសម្រាកនៅពេលយប់តាមរយៈញើសហើយនិងទឹកនោមរបស់យើងយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រត្រីកោងលុងរបស់ចក្រភពអង់គ្លេសបានបង្ហាញថាអ្នកដែលទទួលទានទឹកក្តៅអ៊ុនៗជាង250មីលីលីត្រជារៀងរាល់ថ្ងៃដែលទំនងជាង 30% ក្នុងការជំរុញការរំលាយអាហារហើយនិងបន្សាបជាតិពុលដែលប្រៀបធៀបជាមួយអ្នកដែលមិនផឹកក្រៅពីនឹងយាយតាពូមីនមួយចំនួនតាមជនបទរបស់ប្រទេសកម្ពុជាយើងនៅរក្សាទម្លាប់ហូបទឹកក្តៅជាមួយតែជុំគ្នាដែលធ្វើឲ្យគាត់សប្បាយចាប់ដើមថ្ងៃថ្មីឥឡូវនេះអ្នកវិទ្យាសាស្ត្រក៏បញ្ជាក់ថាទម្លាប់ហូបទឹកក្តៅនៅពេលព្រឹករបស់ពួកគាត់នឹងគឺជាទម្លាប់មួយដែលល្អចំពោះសុខភាពតើរាងកាយរបស់យើងនឹងយ៉ាងណានៅពេលដែលយើងរក្សាទម្លាប់ហូបទឹកក្តៅនៅពេលព្រឹកនេះជារឿងរាល់ថ្ងៃដំបូងគេទឹកក្តៅនឹងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធរំលាយអាហារការហូបទឹកក្តៅអ៊ុនៗនឹងជួយឲ្យបង្រីកសរសៃឈាមក្នុងពោះវៀនជួយកាត់បន្ថយការហើមពោះទូលាមកនិងធ្វើឲ្យការបត់ជើងបានស្រួលយោងតាមទីនានុប្រវត្តិនៃវិទ្យាសាស្ត្រអន្តរជាតិដែលមានឈ្មោះថា Neurorad Center Neurology and Motility ឆ្នាំ2010បានបង្ហាញថាអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារបានប្រសើរឡើងយ៉ាងខ្លាំងបន្ទាប់ពីទទួលទានទឹកក្តៅអ៊ុនៗក្នុងរយៈពេល10ថ្ងៃនៅពេលព្រឹកទី2ការហូបទឹកក្តៅនឹងជួយឲ្យកាត់បន្ថយទម្ងន់ការហូបទឹកក្តៅអ៊ុនៗនឹងជួយឲ្យរាងកាយរបស់យើងដុតបំផ្លាញកាឡូរីយ៉ាងមានសុវត្ថិភាពដែលធ្វើឲ្យយើងគ្រប់គ្រងទម្ងន់បានយ៉ាងល្អយោងតាមការស្រាវជ្រាវដោយវិទ្យាស្ថានជាតិសុខភាពរបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា NIH បានបង្ហាញថានៅពេលដែលយើងហូបទឹកក្តៅអ៊ុនៗ30មីលីលីត្ររាងកាយរបស់យើងនឹងជំរុញការផ្លាស់ប្ដូរថាមពលលឿនជាង 30% ក្នុងរយៈពេល30នាទីបើសិនបងប្អូនយើងចង់សម្រត់ទម្ងន់តាមបែបធម្មជាតិការហូបទឹកក្តៅអ៊ុនៗជារៀងរាល់ព្រឹកគឺជាជម្រើសមួយដែលមិនអាចបោះបង់បានទី3ការហូបទឹកក្តៅអ៊ុនៗនឹងធ្វើឲ្យស្បែករបស់យើងមានសំណើមការហូបទឹកក្តៅអ៊ុនៗនឹងជួយដល់សំណើមដល់ស្បែកហើយនឹងជួយកម្ចាត់ជាតិពុលដោយហេតុនេះនឹងកាត់បន្ថយមុនដែលធ្វើឲ្យស្បែករបស់យើងតឹងណែនមានភាពទន់រវើកយោងតាមទស្សនាវដ្តី Dermatology Times ឆ្នាំ2015របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាការទទួលទានទឹកក្តៅអ៊ុនៗនៅពេលព្រឹកនឹងជួយកាត់បន្ថយស្បែកឈ្ងួតហើយនឹងមុនជាពិសេសចំពោះយុវវ័យក្រៅពីនឹងតារាល្បីមួយចំនួនបានចែករំលែកទម្លាប់នេះគឺជាអាថ៌កំបាំងរក្សាស្បែករបស់ពួកគាត់ឲ្យរលោងហើយនឹងភ្លឺថ្លាទី4ការហូបទឹកក្តៅអ៊ុនៗមុនពេលចូលគេងវានឹងធ្វើឲ្យយើងបំបាត់ការតានតឹងហើយនឹងជួយឲ្យយើងគេងបានលក់ស្រួលទឹកក្តៅអ៊ុនៗនឹងជួយសម្រួលសរសៃប្រសាទរបស់យើងហើយនឹងកាត់បន្ថយហូម៉ូន stress cortisol ហើយនឹងគ្រប់គ្រងដល់ការសម្រាកលំហែហើយនឹងធ្វើឲ្យដំណេករបស់យើងបានជ្រៅល្អយោងតាមទស្សនាវដ្តី Sleep Medicine Review ឆ្នាំ2014របស់ប្រទេសជប៉ុនបានបង្ហាញថាការទទួលទានទឹកក្តៅអ៊ុនៗមុនពេលចូលគេងអាចជួយឲ្យដំណេកឬក៏អារម្មណ៍របស់យើងប្រសើរឡើងវិញតើយើងគួរទទួលទានទឹកក្តៅនៅពេលណាដែលទទួលបានផលប្រយោជន៍ដែលល្អបំផុតការទទួលទានទឹកក្តៅអ៊ុនៗនៅពេលព្រឹកមុនពេលយើងទទួលទានអាហារពេលព្រឹកនឹងគឺជាឱកាសល្អបំផុតសម្រាប់ឲ្យរាងកាយរបស់យើងដំណើរការឡើងវិញក្រៅពីនឹងយើងកុំទទួលទានទឹកក្តៅដែលមានស្ទន់ភាពខ្ពស់ពេកទឹកក្តៅដែលល្អបំផុតសម្រាប់យើងទទួលទានគឺប្រហែល40ទៅដល់50អង្សាសេ
យើងក៏អាចបន្ថែមគ្រូឆ្មាទឹកឃ្មុំឬក៏ខ្ញីពីរបីចំណែកដើម្បីបង្កើនប្រសិទ្ធភាពរបស់វាក្រៅពីនឹងយើងត្រូវជៀសវាងផឹកទឹកច្រើនពេកក្នុងមួយពេលតែមួយឬក៏បន្ទាប់ពីយើងទទួលទានអាហារយើងអាចនិយាយថាទឹកក្តៅមួយកែវហាក់ដូចជាតូចណាស់ក៏ប៉ុន្តែវានឹងនាំមកអត្ថប្រយោជន៍ដ៏អស្ចារ្យដល់រាងកាយរបស់យើងបើសិនយើងចង់បានសុខភាពល្អស្បែកស្អាតហើយនឹងមានអារម្មណ៍ស្រស់ថ្លានៅពេលព្រឹកដើម្បីចាប់ផ្ដើមថ្ងៃថ្មីសូមចាប់ផ្ដើមផឹកទឹកក្តៅអ៊ុនៗនេះជារៀងរាល់ថ្ងៃបងប្អូនណាតើបងប្អូនមានយោបល់យ៉ាងណាដែរចំពោះទម្លាប់នេះសូមទុកខមមិនខាងក្រោមណាកុំភ្លេច like share Subscribe Channel ដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនា